សូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីរាប់អានបាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិមិត្តពុកម៉ែបងប្អូនស្ដាប់ដែលអត្ថបទព័ត៌មាននេះដែលមានចំណងជើងថាស្ថានភាពជួរមុខមានសភាពស្ងប់ស្ងាត់ក្រោយចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយនឹងសៀមបាទចឹងទៅតែរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាស្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅស្ថានភាពជួរមុខមានភាពស្ងប់ស្ងាត់គណៈកងកម្លាំងកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់ជានិច្ចនិងកំពុងតែបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យនិងមរណភាពដែនដីកម្ពុជារបស់យើងបាទនេះជាអត្ថបទព័ត៌មានថ្មីបាទលោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថាសេចក្តីប្រកាសរួមកាលពីម្សិលមិញនេះជាការបន្តអនុវត្តនៅអ្វីដែលបានឯកភាពគ្នាកន្លងមករួមមានកិច្ចព្រមព្រៀងពីបទឈប់បាញ់រវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែកក្កដាឆ្នាំ2025កន្លងទៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025និងឯកសារព្រមព្រៀងផ្សេងទៀតភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននិងបានឯកភាពពង្រឹងអាណត្តិការងាររបស់គេនៅក្នុងការផ្ទៀងផ្ទាត់និងធានាដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅវិធានការនានាដែលបានឯកភាពគ្នានៅក្នុងថ្ងៃម្សិលមិញអានេះជារូបភាពប្រិមិត្តបាទដែលក្រសួងការពារជាតិប្រិមិត្តបាទនិងក្រសួងការពារជាតិកម្ពុជានិងថៃបានធ្វើកិច្ចព្រមព្រៀងគ្នាប្រិមិត្តបាទឈប់បាញ់ជាបណ្ដោះអាសន្នប្រិមិត្តបាទមកខេប្រិមិត្តអត្ថបទព័ត៌មានទី1នេះបាទខ្ញុំបាទសូមបញ្ចប់តែត្រឹមនេះបាទសូមប្រិមិត្តទស្សនាស្ដាប់នៅអត្ថបទព័ត៌មានថ្មីមួយជាបន្តទៀតដែលអត្ថបទព័ត៌មាននេះមានចំណងជើងថាអរគុណគ្រួសារសុខជាដែលបានជួយឈឺឆ្អាលកម្ពុជាចេញវីដេអូកន្លះចោលថៃជាបានឈ្លានពានកម្ពុជានិងបានបំភ្លេចបំផ្លាញរូបព្រះវិស្ណុនៅលើទឹកដីកម្ពុជាប្រិមិត្តបាទនេះជាអត្ថបទថ្មីមួយទៀតបាទអត្ថបទព័ត៌មានថ្មីមួយទៀតបាទដែលជាសារព័ត៌មានរបស់ឥណ្ឌាបានចុះផ្សាយផងដែរប្រិមិត្តបាទអញ្ចឹងតែរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាស្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទជាបន្តទៀតបាទដោយដែលបានដឹងហើយរយៈពេលច្រើនថ្ងៃមកនេះប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជាយ៉ាងកំរោលក្រៅពីសម្រាប់ទាហាននិងពលរដ្ឋកម្ពុជាស្លូតត្រង់ជាច្រើនអ្នកចៅអត្តសាសនាថៃក៏បានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរផ្ទះសម្បែងពលរដ្ឋស៊ីវិលហេដ្ឋារចនាសម្ព័ន្ធនានានិងជាពិសេសរូបបដិមាជាទីសក្ការៈនិងមិនថាពុទ្ធបដិមាឬក៏បដិមាព្រះវិស្ណុក៏ថៃមិនញញើតមិនគោរពនិងមិនខ្លាចនឹងបំផ្លិចបំផ្លាញដែរជាហេតុធ្វើឲ្យពលរដ្ឋកម្ពុជារហូតដល់ពលរដ្ឋនិងថ្នាក់ដឹកនាំឥណ្ឌាផ្ទុះកំហឹងមិនបំពេញចិត្តជាខ្លាំងប្រិមិត្តបាទផ្ទុះកំហឹងមិនពេញចិត្តជាខ្លាំងប្រិមិត្តបាទនេះជាទង្វើឈ្លានពានរបស់ចៅសៀមឈ្លានពានប្រិមិត្តបាទនេះជារូបបដិមានៅខេត្តឧត្តរមានជ័យប្រិមិត្តបាទរង្វង់មូលប្រិមិត្តបាទ
ស្របពេលដែលពលរដ្ឋនៅក្នុងគ្រប់ប្រទេសឥណ្ឌាស្ទាប់ក្នុងប្រទេសឥណ្ឌាកំពុងតែមិនពេញចិត្តនឹងទង្វើដ៏អត់សាសនារបស់ប្រទេសថៃនៅក្នុងនោះក៏ឃើញមានក្រុមគ្រួសារអ្នកស្រីស៊ីណាម៉ាក់របស់សុកជាក៏បានចេញវីដេអូបកស្បែកមុខជាពិសេសបកស្បែកមុខជាតិសាសនាថៃដែលរោគតែវិធីព្យាបាលខ្មែរចង់បានទឹកដីរបស់ខ្មែរបាទនេះជារូបរបស់គាត់ប្រិមត្តបានសារព័ត៌មានឥណ្ឌាបានចុះផ្សាយនៅក្នុងវីដេអូនោះប៉ាសុកជាក៏បាននិយាយបកស្បែកមុខថៃខ្ទេចថាជាអ្នកឈ្លានពានខ្មែរមុនរួមទាំងលើកបញ្ហាពីទង្វើបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុដែលលោកនិយាយថាទង្វើបែបនេះប្រទេសថៃនឹងទទួលបណ្ដាសាពីព្រះជាមិនខានប្រិមត្តបានជារូបរបស់គាត់ប្រិមត្តបានជារូបភាពបាទសូមប្រិមត្តទស្សនារូបភាពទាំងអស់គ្នាបាទបើខេប្រិមត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមត្តបានតាមដានទស្សនាសម្រាប់អត្ថបទព័ត៌មាននេះតែមុននឹងបញ្ចប់នៅអត្ថបទព័ត៌មាននេះសូមប្រិមត្តជួយចុចនូវ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវអត្ថបទព័ត៌មានថ្មីៗជាបន្តទៀតបាទខ្ញុំបាទសូមអរគុណសូមជម្រាបលា